គ្រួសារមួយបានបង្ខំកូនឲ្យរៀបការជាមួយកូនប្រុសអ្នកមានដែលជាជនពិការដេកនៅលើគ្រែតាមពាក្យសន្យាតែកូនស្រីរបស់គាត់ប្រកែកមិនព្រមទោះឪពុកម្ដាយខំពន្យល់យ៉ាងណាក៏នាងនៅតែមិនព្រមឪពុកបាននឹកឃើញថាពួកគាត់មានកូនចិញ្ចឹមម្នាក់ទៀតឈ្មោះលីនស៊ូវ៉ាន់គាត់ក៏សម្រេចចិត្តឲ្យលីនស៊ូវ៉ាន់រៀបការជំនួសកូនបង្កើតរបស់គាត់ស្របពេលកំពុងប្រកែកគ្នាលីនស៊ូវ៉ាន់ក៏បានបើកទ្វារចេញមកដោយនាងបានស្លៀកពាក់រ៉ូបរៀបការយ៉ាងស្អាតពេលឃើញបែបនេះម្នាក់ធ្វើមុខស្រឡាំងកាំងយ៉ាងងើយឆ្ងល់នាងបានឆ្លើយតបទៅកាន់ឪពុកម្ដាយចិញ្ចឹមរបស់នាងថាអូខេខ្ញុំព្រមរៀបការនាងក៏បានដើរចូលទៅរកពួកគេដោយទឹកមុខញញឹមឪពុកម្ដាយចិញ្ចឹមរបស់នាងឆ្ងល់ខ្លាំងណាស់ហេតុអ្វីនាងយល់ព្រមលឿនម្លេះនាងបានទាញនំកញ្ចប់ចេញពីកាប៉ូបរួចនិយាយថានេះគឺជានំសរសៃហើយវាពិតជាឆ្ងាញ់ណាស់ខ្ញុំនឹងញ៉ាំវាឲ្យឆ្អែតរួចបញ្ចូលថ្មទូរស័ព្ទឲ្យពេញថ្ងៃក្រោយខ្ញុំមិនធ្វើទាសកលបម្រើពួកអ្នកទៀតទេថ្ងៃនេះលីនសូវ៉ាន់បានធ្វើដំណើរមកកាន់ផ្ទះម្ដាយក្មេករបស់នាងពេលមកដល់នាងឃើញផ្ទះវីឡាធំល្វឹងល្វើយគួរឲ្យចង់រស់នៅណាស់នាងមិននឹកស្មានថានាងមានសំណាងបែបនេះសោះនាងមានអារម្មណ៍រំភើបនិងសប្បាយចិត្តបំផុតដែលបានមកដល់ទីនេះម្ដាយក្មេករបស់នាងក៏បានចេញមកទទួលដោយភាពរីករាយនិងពោរពេញដោយសេចក្ដីស្រឡាញ់កូនមកដល់ហើយកូនពិតជាស្អាតណាស់តែម្ដាយក្មេករបស់នាងមិនដឹងថានាងត្រូវរៀបការជំនួសបងស្រីនាងនោះទេពេលនោះជំងឺរបស់ធានឈីបានរើឡើងគ្រូពេទ្យប្រាប់ថាគាត់មិនអីទេគ្រាន់តែក្អួតឈាមប៉ុណ្ណោះពេលនោះតួស្រីក៏បានរត់ចូលកំដរធ្វើឲ្យគេភ្ញាក់គ្រប់គ្នានាងស្រឡាំងកាំងនៅពេលឃើញតួប្រុសមានសាច់ដុំហើយឡើងសខ្ចីបែបនេះតួស្រីរបស់យើងនឹកក្នុងចិត្តថាអូយព្រះឲ្យដូចអូប៉ាក្នុងរឿងកូរ៉េអញ្ចឹងហេនាងក៏ស្ទុះចូលទៅអង្គុយក្បែរធានឈីដោយយកដៃរបស់នាងបោះអង្អែលលើទ្រូងរបស់ធានឈីថ្នមធានឈីខឹងខ្លាំងណាស់តែមិនដឹងធ្វើយ៉ាងម៉េចកើតបើខ្លួនឯងឈឺដេកនៅលើគ្រែកំរើកមិនបានពេលនោះម៉ាស៊ីនវាស់ចង្វាក់បេះដូងបានលោតឡើងបង្ហាញពីបេះដូងលោតខុសប្រក្រតីគ្រូពេទ្យបានប្រាប់ថានេះជាអភូតហេតុវិទ្យាសាស្ត្រដែលមិនធ្លាប់មានពីមុនមកឥឡូវបានកើតឡើងលើលោកប្រុសធំហើយម្ដាយមានអារម្មណ៍សប្បាយចិត្តពេលបានឮដូចនេះគាត់បានអរគុណដល់លីនស៊ូវ៉ាន់ដែលបានធ្វើឲ្យកូនប្រុសរបស់គាត់បានធូរស្រាលពីជំងឺគាត់ចាត់ទុកតួស្រីរបស់យើងជាផ្កាយនាំសំណាងហើយក៏បានប្រគល់តួនាទីឲ្យនាងមើលថែកូនប្រុសរបស់គាត់បានយ៉ាងពេញលេញក្រោយពីទទួលភារៈជាអ្នកមើលថែលីនសូវ៉ានបានយកចិត្តទុកដាក់ក្នុងការថែទាំរហូតដល់ជំងឺធានឈីបានធូរស្រាលកាន់តែច្រើនលីនសូវ៉ានបាននិយាយឌឺដងលោកលើយឲ្យធានឈីហើយក៏ដើរចេញទៅបាត់ធានឈីខឹងខ្លាំងណាស់ទ្រាំមិនបានខំឬបំរាស់រហូតដល់ភ្ញាក់ដឹងខ្លួនបន្ទាប់ពីភ្ញាក់ដឹងខ្លួនធានឈីខំដើរចុះតាមកាំជណ្ដើរដើម្បីទៅរកលីនសូវ៉ានគាត់អស់កម្លាំងហត់ពេកណាមួយទៅងើបពីឈឺផងក៏ដួលសន្លប់នៅក្បែរថូផ្កានោះទៅលីនសូវ៉ានមកពីផ្ទះបាយវិញក៏ឃើញធានឈីសន្លប់នាងឆ្ងល់ណាស់ហេតុអ្វីលោកប្រុសធំមកទីនេះបាននាងក៏បានហៅប្អូនប្រុសនិងម្ដាយឲ្យជួយយកធានឈីដាក់លើគ្រែវិញនិយាយអំពីឪពុកម្ដាយចិញ្ចឹមរបស់លីនស៊ូវ៉ាន់ក៏បានមកដល់ផ្ទះដើម្បីទាលុយនិងបកអាក្រាតលីបស៊ូវ៉ាន់ថាជាមនុស្សបោកប្រាស់លីនស៊ូវ៉ាន់បាននិយាយរឿងរ៉ាវទាំងអស់ប្រាប់ម្ដាយក្មេកនាងម្ដាយក្មេកក៏ជឿរួចក៏ដេញ3នាក់នោះចេះទៅនិយាយអំពីធានឈីឯណោះវិញបានឮអ្នកបម្រើនិយាយអំពីស៊ូវ៉ាន់ក៏មានអារម្មណ៍ថាក្តៅក្រហាយធានឈីបានក្អួតឈាមដាក់ពេញអាវអ្នកបម្រើភ័យក៏ស្រែស្លន់ស្លោពេញបន្ទប់សូមអរគុណសម្រាប់ការតាមដានទស្សនាសូមរងចាំភាគបន្ត